ចាសួស្តីបងប្អូនទាំងអស់គ្នាចុងសប្តាហ៍នេះគឺខ្ញុំរៀបចំសាច់ឲ្យសាច់ក្នុងទូចិត្តអស់អញ្ចឹងណានិយាយទៅខ្ញុំមានសាច់គោនេះគឺសាច់ផ្អែមយើងឲ្យគេផ្លះហើយនិយាយទៅសាច់គោនេះខ្ញុំយកមកផ្លះទៅខ្ញុំយកមកធ្វើសាច់សម្រាប់ឆាខ្លះធ្វើប្រឡាក់ខ្លះព្រោះដោយសារយើងត្រូវឆាលោកឡាក់ឆាអីអញ្ចឹងទៅយើងអាចប្រើសាច់នឹងបានអញ្ចឹងយើងដាក់លាងនឹងខ្ញុំលាងជាមួយនឹងអំបិលណាខ្ញុំស្លុបបហាញហើយយើងលាងទៅឲ្យស្រស់ទឹកទៅយើងមើលសាច់ជ្រូកខ្ញុំមានចៃឡាំងមានសាច់សម្រាប់ប្រឡាក់សាច់ឆាសាច់ជ្រូក3ជាន់សម្រាប់ខសម្រាប់ស្ងោរអីអញ្ចឹងណាហើយនឹងឆ្អឹងចានីសម្រាប់ប្រឡាក់នឹងឆ្អឹងចានីសម្រាប់ស្ងោរនឹងឆ្អឹងចានីសម្រាប់អំពងឆ្អឹងខ្ចីខ្ញុំយកអំពងម្សៅនិយាយទៅយើងលាងសម្អាតវាជាមួយនឹងអំបិលដូចគ្នាពី3ទឹកឲ្យស្អាតឲ្យថ្លាទឹកចឹងហើយយើងយកមកដាក់ឲ្យស្រស់ទឹកហើយចាំយើងមកបែងចែកសាច់អញ្ចឹងណាក្នុងហ្នឹងខ្ញុំថ្ងៃនេះខ្ញុំមានប្រឡាក់សាច់ដែរអញ្ចឹងណាការប្រឡាក់សាច់របស់ខ្ញុំគឺងាយស្រួលមែនតែនតិចទៀតមកម៉ាក់ឃើញឯងព្រោះដោយសារខ្ញុំមានទឹកប្រឡាក់សាច់នៅផ្ទះអញ្ចឹងណាអញ្ចឹងយើងចាប់សាច់ណាដែលយើងត្រូវប្រឡាក់ខ្ញុំដាក់ប្រឡាក់ចូលគ្នាហ្មងមានសាច់គោមានសាច់ជ្រូកហើយនឹងមានឆ្អឹងចានីព្រោះខ្ញុំអាសាធ្វើបាយសាច់ជ្រូកបាយអីអញ្ចឹងហើយយើងមានតែទឹកសាច់ទឹកប្រឡាក់សាច់ហ្នឹងគឺយើងដាក់ទៅតាមបរិមាណដែលសាច់របស់យើងនេះឲ្យធ្វើមិនឲ្យទៅត្រាំឲ្យសាច់ហ្នឹងឲ្យចូលមើលទៅជោគជាមួយនឹងគ្រឿងហ្នឹងខ្ញុំដាក់ទុកចោលប្រអាប់ទុកចោលប្រហែលជាកន្លះម៉ោងអីទៅបានខ្ញុំច្រកចាប់ជាកញ្ចប់ដើម្បីដាក់ក្លាសេនៅក្នុងទូទឹកកកនៅពេលដែលយើងចង់ញ៉ាំយើងយកចេញមកញ៉ាំវាងាយស្រួលអញ្ចឹងណាហើយនេះសាច់ហាន់គឺសម្រាប់ទុកឆាមកពេលខ្ញុំចាប់របៀបអញ្ចឹងឯងយើងហាន់អញ្ចឹងទៅហើយយើងចាប់បរិមាណប៉ុណ្ណាដែលមកម៉ាក់គាត់ថាគ្រួសារគាត់យើងញ៉ាំមកពេលអញ្ចឹងណាហើយនេះសាច់3ជាន់ខ្ញុំដាក់ទាំងមូលព្រោះតែសារយើងអាចទុកស្ងោរឬក៏អាចទុកខអីអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងហាន់បន្លែរួចរាល់ហើយយើងចាប់ជាកញ្ចប់បែបនេះមកដើម្បីអីវាងាយស្រួលនិយាយទៅការរៀបចំរបស់ខ្ញុំគឺអញ្ចឹងឯងវារៀងហត់បន្តិចមែនមួយអាទិត្យតែប៉ុន្តែសាច់នេះមិនញ៉ាំមួយអាទិត្យទេយើងអាចឈានចូលដល់2អាទិត្យអីអញ្ចឹងទៅយើងមានសាច់គោឆាសាច់គោប្រឡាក់ឆ្អឹងចានីអាំងឆ្អឹងចានីស្ងោរឆ្អឹងចានីអំពងសាច់ឆាសាច់ខសាច់សម្រាប់ស្ងោរអី3ជាន់ធ្វើបាញ់ហយធ្វើអីអញ្ចឹងណាអញ្ចឹងយើងមានទុកក្នុងទូយើងចង់ញ៉ាំអីយើងយកទុកពីល្ងាចមកវាលាហើយយើងយកមកធ្វើបានហើយវាអត់ខូចគុណភាពសាច់ទៀតនិយាយទៅមកម៉ាក់ធ្វើបែបនេះសាច់យើងនៅស្រស់ល្អហើយយើងអត់បារម្ភរឿងមានបាក់តេរីមានអីទេព្រោះដោយសារយើងដាក់ក្នុងទូកកយើងញ៉ាំយកចេញមកញ៉ាំមកកញ្ចប់អស់ហ្មងអញ្ចឹងទៅធ្វើឲ្យសាច់យើងអត់មានបញ្ហាអីខ្លាចញ៉ាំទៅឈឺពោះឬក៏អីទេហើយនេះសម្រាប់ប្រភេទសាច់ជ្រូកមួយសាច់គោស្អែកហ្នឹងខ្ញុំប្រឡាក់សាច់មាន់ហើយមានសាច់មាន់សម្រាប់ឆាអីចឹងអរគុណច្រើនសម្រាប់ការ